ប្រទេសកម្ពុជាមានអាកាសយានដ្ឋានជាច្រើនតាមមណ្ឌលខេត្តនានារួមទាំងរាជធានីភ្នំពេញតែមានតែអាកាសយានដ្ឋានចំនួន4ប៉ុណ្ណោះនាពេលបច្ចុប្បន្នដែលកំពុងតែបម្រើការខាងក្រោមនេះជាអាកាសយានដ្ឋានចំនួន4ដែលកំពុងបម្រើការហោះហើរទាំងក្នុងស្រុកនិងក្រៅស្រុកដែលផ្ដល់នូវទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិនិងការដឹកជញ្ជូនទំនិញក៏ដូចជាការទទួលនៅភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សេងៗនិងសេវាកម្មផ្សេងៗទៀតទី1អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងអាកាសយានដ្ឋានអន្តរជាតិតារាសាគរស្ថិតនៅឃុំកោះស្ដេចស្រុកបទុមសាគរខេត្តកោះកុងអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានបើកដំណើរការកាលពីថ្ងៃទី26ខែធ្នូឆ្នាំ2024ការសាងសង់ប្រលានយន្តហោះតារាសាគរនៅដំណាក់កាលទី1ចំណាយថវិកាជាង$200 លានដោយសាងសង់លើផ្ទៃដីជាង218ហិកតាអាកាសយានដ្ឋាននេះគឺជាប្រភេទអាកាសយានដ្ឋានលំដាប់ 4E ដែលអាចចុះចតប្រភេទយន្តហោះធុនបណ្ដាលដែលហោះហើររយៈចម្ងាយឆ្ងាយបានអាកាសយានដ្ឋានអន្តរជាតិតារាសាគរមានផ្លូវយន្តហោះចុះចតប្រវែង3200ម៉ែត្រទទឹង40ម៉ែត្រមានសមត្ថភាពទទួលយន្តហោះប្រភេទ Boeing 777 និង Airbus A350 900ដែលជាប្រភេទយន្តហោះខ្នាតធំ2អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុអាកាសយានដ្ឋាននេះស្ថិតនៅឃុំរៀមស្រុកព្រៃនប់ខេត្តព្រះសីហនុស្ថិតនៅចម្ងាយប្រហែល20គីឡូម៉ែត្រពីក្រុងព្រះសីហនុអាកាសយានដ្ឋាននេះត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ1960ដោយជំនួយពីសហភាពសូវៀតដែលមានផ្ទៃដីប្រហែល120ហិកតាអាកាសយានដ្ឋាននេះបើកដំណើរការឡើងវិញកាលពីថ្ងៃទី5ខែមករាឆ្នាំ2007អាកាសយានដ្ឋាននេះគឺជាប្រភេទអាកាសយានដ្ឋានលំដាប់ 4E មានផ្លូវយន្តហោះចុះប្រវែង3300ម៉ែត្រទទឹង40ម៉ែត្រមានសមត្ថភាពអាចទទួលយន្តហោះចុះចតប្រភេទ Boeing 737 និង Airbus A350 3អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាអាកាសយានដ្ឋានថ្មីនិងធំជាងគេនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជាត្រូវបានបង្កើតឡើងជំនួសអាកាសយានដ្ឋានចាស់ដែលស្ថិតនៅក្បែរទីក្រុងសៀមរាបនិងមិនអាចបន្តពង្រីកបានដោយសារតំបន់ជិតប្រាសាទអង្គរវត្តអាកាសយានដ្ឋានថ្មីនេះស្ថិតនៅក្នុងឃុំតាយ៉ៃស្រុកសូនីគមខេត្តសៀមរាបមានចម្ងាយប្រហែល50គីឡូម៉ែត្រពីទីក្រុងសៀមរាបដោយសាងសង់លើផ្ទៃដី700ហិកតាដែលចំណាយថវិកាក្នុងការវិនិយោគប្រមាណជាង$1000 លានអាកាសយានដ្ឋាននេះគឺជាអាកាសយានដ្ឋានប្រភេទ 4E មានផ្លូវយន្តហោះសម្រាប់ចុះចតនិងហោះឡើងប្រវែង3600ម៉ែត្រនិងទទឹង45ម៉ែត្រមានសមត្ថភាពអាចទទួលការចុះចតយន្តហោះប្រភេទ Boeing 777និង Airbus A350 4អាកាសយានដ្ឋានអន្តរជាតិភ្នំពេញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាច្រកចូលផ្លូវអាកាសសំខាន់បំផុតសម្រាប់រាជធានីភ្នំពេញនិងទូទាំងប្រទេសកម្ពុជាស្ថិតនៅក្នុងសង្កាត់ពោធិ៍សែនជ័យខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានផ្ទៃដីសរុបប្រហែល400ហិកតាជាប្រភេទអាកាសយានដ្ឋានលំដាប់ 4E មានផ្លូវយន្តហោះចុះប្រវែង3000ម៉ែត្រនិងទទឹង45ម៉ែត្រមានសមត្ថភាពអាចទទួលការចុះចតយន្តហោះប្រភេទ Boeing 777 Airbus A350 និងសហភាពអន្តរជាតិផ្សេងៗទៀត